រឿង Zombie អុកឡុកទីក្រុងភ្នំពេញក្នុងឆ្នាំ2049នៅទីក្រុងភ្នំពេញដែលធ្លាប់តែភ្លឺស្វាងដោយពន្លឺនិងមានសំឡេងអ៊ូអរនៃជីវិតឥឡូវបានប្រែคล้ายទៅជាភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចពន្លឺព្រះច័ន្ទបានបំភ្លឺផ្លូវជញ្ជាំងដែលសពថ្ងៃក្របដណ្ដប់ទៅដោយស្នាមឈាមនិងសំណល់នៃភាពវឹកវរអ្វីៗបានផ្លាស់ប្ដូរតាំងពីមានការផ្ទុះឡើងនៃមេរោគដ៏អាថ៌កំបាំងមួយដែលបានប្រែក្លាយមនុស្សទៅជាខ្មោច Zombie ដ៏ឃោរឃៅវាចាប់ផ្ដើមនៅក្នុងមន្ទីរពិសោធន៍សម្ងាត់មួយនៅជាយក្រុងអ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះវិធីបានព្យាយាមបង្កើតថ្នាំដើម្បីព្យាបាលជំងឺមហារីកប៉ុន្តែដោយកំហុសបច្ចេកទេសថ្នាំនោះបានបំលែងកោសិកាមនុស្សឲ្យទៅជាអ្វីមួយដែលគួរឲ្យខ្លាចអ្នកជំងឺដំបូងដែលទទួលថ្នាំនេះភ្នែកឡើងសសាច់ស្លេកស្លាំងនិងបាត់បង់សតិពួកគេបានคล้ายជាខ្មោច Zombie ដែលស្រែកឃ្លានសាច់មនុស្សក្នុងរយៈពេល48ម៉ោងមន្ទីរពេទ្យទួកកបានคล้ายទៅជារណ្ដៅនៃភាពរន្ធត់ខ្មោច Zombie បានរត់គេចខ្លួនចេញទៅហើយរាលដាលមេរោគនៅទូទាំងទីក្រុងផ្សារទំនើបសាលារៀននិងសូម្បីតែវត្តអារាមក៏មិនអាចគេចផុតពីគំតិចគំទីនៃភាពវឹកវរនេះដែរនៅចំកណ្ដាលភាពភ័យរន្ធត់នេះមានមនុស្សមួយក្រុមតូចដែលរស់រានមានជីវិតសុភ័ក្រជាអតីតទាហានស៊ីឈ្នួលបានដឹកនាំក្រុមមានលីណាដែលជាគ្រូបង្រៀនវ័យក្មេងដែលនៅតែជឿជាក់លើសេចក្តីសង្ឃឹមនិងស៊ីថាជាអ្នកលក់ដូរនៅផ្សារដែលមានជំនាញប្រើកាំបិតពួកគេបានជ្រកកោននៅក្នុងឃ្លាំងចាស់មួយនៅជិតទំនេរសាស្ត្រយើងមិនអាចនៅស្ងៀមបានទេសុភ័ក្រនិយាយដោយសំឡេងខ្លាំងខណៈដែលគាត់កំពុងតែផ្ទុកគ្រាប់កាំភ្លើងខ្មោចទាំងនេះកាន់តែច្រើនឡើងរៀងរាល់ថ្ងៃយើងត្រូវតែរកផ្លូវចេញពីទីក្រុងឬមួយក៏រកអ្នកដែលអាចបង្កើតថ្នាំសម្រាប់ព្យាបាលជំងឺនេះលីណាដែលកំពុងអានកំណត់ហេតុរបស់វិធីដែលពួកគេរកឃើញនៅក្នុងមន្ទីរពិសោធន៍ថាមានតែវិធីទេដែលដឹងថារូបមន្តថ្នាំណាអាចព្យាបាលជំងឺនេះបានប៉ុន្តែគាត់បានបាត់ខ្លួនទៅហើយបើយើងអាចរកគាត់ឃើញយើងនឹងអាចបញ្ឈប់រឿងនេះបានក្រុមនេះបានសម្រេចចិត្តធ្វើដំណើរទៅកាន់មន្ទីរពិសោធន៍នៅខណ្ឌជ្រោយចង្វាដែលជាកន្លែងចុងក្រោយដែលវុធីត្រូវបានគេរកឃើញផ្លូវទៅទីនោះពោពេញទៅដោយគ្រោះថ្នាក់ខ្មោច Zombie ដើរទន្ទឹមគ្នាជាវងស្រែកក្រហឹមគួរឲ្យខ្លាចស៊ីថាបានប្រើកាំបិតរបស់នាងដើម្បីកាត់ក្បាលខ្មោចមួយដែលលូតមកជិតខណៈដែលសុភ័ក្របាញ់កាំភ្លើងបើកផ្លូវឲ្យក្រុងនៅពេលទៅដល់មន្ទីរពិសោធន៍ពួកគេបានរកឃើញវុធីប៉ុន្តែគាត់មិនមែនជាមនុស្សទៀតទេគាត់បានคล้ายជា Zombie ដ៏ធំសម្បើមដែលហាក់មានបញ្ញាច្រើនជាងខ្មោចផ្សេងទៀតគាត់ជាប្រភពនៃមេរោគលីណាស្រែកឡើងការប្រយុទ្ធដ៏សាហាវបានកើតឡើងសុភ័ក្របានប្រើគ្រាប់បែកដៃដើម្បីបំផ្លាញខ្មោច Zombie នៅជុំវិញខណៈស៊ីថាបានចាក់កាំបិតទៅលើចំណុចខ្សោយរបស់វិធីលីណាបានរត់ទៅរកម៉ាស៊ីនផលិតថ្នាំហើយចាប់ផ្ដើមបញ្ចូលរូបមន្តដែលនាងបានរកឃើញ
នៅពេលដែលវុធីដួលសន្លប់ថ្នាំប្រឆាំងមេរោគត្រូវបានបញ្ចប់ពួកគេបានបាញ់ថ្នាំនោះទៅក្នុងខ្យល់ដោយប្រើប្រព័ន្ធបាញ់ទឹករបស់ទីក្រុងបន្តិចម្ដងខ្មោចស៊ុំប៊ីបានឈប់ក្រហមហើយដួលសន្លប់អ្នកខ្លះដែលទើបតែឆ្លងមេរោគបានចាប់ផ្ដើមត្រឡប់មកជាមនុស្សវិញទោះបីជាទីក្រុងនៅតែពោពេញទៅដោយស្នាមរបួសនៃភាពភ័យរន្ធត់ក៏ដោយសុភ័ក្រលីណានិងស៊ីថាបានឈរនៅលើដំបូលអគារមួយមើលទៅលើទីក្រុងដែលចាប់ផ្ដើមស្ដារឡើងវិញនេះមិនមែនជាទីបញ្ចប់ទេលីណានិយាយទោះបីជាថ្នាំប្រឆាំងមេរោគបានផ្ដល់សេចក្តីសង្ឃឹមដល់ទីក្រុងភ្នំពេញប៉ុន្តែភាពស្ងៀមស្ងាត់បានប្រែក្លាយជាការបំផិតបំភ័យនៅតំបន់ជាយក្រុងពិសេសនៅជិតភ្នំប្រសិទ្ធសំឡេងក្រហមនៃខ្មោចស៊ុំប៊ីនៅតែបន្តឡើងថ្នាំប្រឆាំងមេរោគហាក់មិនមានប្រសិទ្ធភាពទៅលើខ្មោចមួយចំនួនដែលបានវិវត្តទៅជាទម្រង់ថ្មីដែលគេហៅថាខ្មោចឆ្លាតជាប្រភេទខ្មោចដែលមានល្បឿនលឿននិងអាចរៀបចំផែនការដូចនោះសុភ័ក្រលីណានិងស៊ីថាបានទទួលដំណឹងថាមានក្រុមមនុស្សរស់រាននៅតំបន់កំពង់ចាមប៉ុន្តែត្រូវបានហុំព័ទ្ធដោយខ្មោចឆ្លាតពួកគេសម្រេចចិត្តធ្វើដំណើរទៅជួយដោយនាំយកអាវុធនិងថ្នាំប្រឆាំងមេរោគដែលនៅសល់នៅតាមផ្លូវពួកគេបានឃើញភាពភ័យរន្ធត់ភូមិទាំងមូលត្រូវបានបំផ្លាញសាកសពមនុស្សកោជាគំនរនិងស្នាមឈាមស្រស់ៗនៅលើផ្លូវស៊ីថាដែលធ្លាប់តែរឹងមាំចាប់ផ្ដើមញ័រនៅពេលដែលឮសំឡេងក្រហមពីចម្ងាយពួកវាដឹងថាយើងនៅទីនេះនាងបានស្រែកឡើងនៅពេលពួកគេសម្រាកនៅក្នុងសាលាបឋមសិក្សាចាស់មួយខ្មោចឆ្លាតបានវាយប្រហារនៅពេលយប់ពួកវាមិនមែនគ្រាន់តែរត់មកសម្លាប់ទេប៉ុន្តែវាបានបំបែកទ្វារនិងបង្អួចដោយប្រើឧបករណ៍ដែលរើសពីកំទេចអគារសុភ័ក្របានបាញ់កំភ្លើងប៉ុន្តែគ្រាប់ហាក់មិនអាចបញ្ឈប់ខ្មោចទាំងនោះបានពួកវាមានស្បែកក្រាស់និងអាចគេចចេញពីការវាយប្រហារលីណាដែលកំពុងលាក់ខ្លួននៅជ្រុងបន្ទប់បានឃើញខ្មោចមួយក្បាលដឹកនាំវងវាមានភ្នែកក្រហមភ្លឺនិងរាងកាយស្ទើរតែនៅដដែលជាមនុស្សស៊ីថាដោយភាពក្លាហានបានបោកគ្រាប់បែកផ្សែងដើម្បីបង្វែងដានខ្មោចទាំងនោះហើយពួកគេបានរត់គេចចូលទៅក្នុងព្រៃប៉ុន្តែពួកគេបានឮសំឡេងជើងជាច្រើនតាមពីក្រោយដែលបង្ហាញថាខ្មោចទាំងនោះនៅតែដេញតាមពួកគេនៅក្នុងព្រៃដ៏ងងឹតក្រុមនេះបានជួបជាមួយក្រុមអ្នករស់រានមានជីវិតផ្សេងទៀតដែលដឹកនាំដោយបរិសម្នាក់ឈ្មោះសុជីគាត់បានប្រាប់ពួកគេថាខ្មោចឆ្លាតទាំងនេះហាក់មានអ្នកដឹកនាំម្នាក់ដែលគេសង្ស័យថាជាស្ដេចខ្មោចអ្នកវិទ្យាសាស្ត្រម្នាក់ទៀតដែលបានរួចរស់ជីវិតពីមន្ទីរពិសោធន៍ប៉ុន្តែបានបញ្ចូលមេរោគទៅក្នុងខ្លួនដោយចេតនាដើម្បីគ្រប់គ្រងខ្មោចទាំងអស់ភាពភ័យរន្ធត់បានកើតឡើងនៅពេលដែលខ្មោចឆ្លាតវាយប្រហារជំរំរបស់សុជាតិក្នុងភាពវឹកវរស៊ីថាត្រូវបានខ្មោចមួយចាប់ហើយនាងបានស្រែកយ៉ាងខ្លាំងមុនពេលសំឡេងរបស់នាងប្រែជាស្ងាត់ទៅសុភ័ក្រព្យាយាមជួយប៉ុន្តែគាត់ត្រូវបានខ្មោចជាច្រើនក្បាលហុំព័ទ្ធលីណាដែលមានភាពភ័យខ្លាចបានទាញសុភ័ក្រឲ្យរត់គេចខ្លួន
ទុកឲ្យស៊ីថានៅតែម្នាក់ឯងយើងគ្មានជំរឿសទេលីណាយំប៉ុន្តែសុភ័ក្រមិនអាចលើកលែងឲ្យខ្លួនឯងបានទេដោយការបាត់បង់ស៊ីថាសុភ័ក្រនិងលីណាបានស្វែងរកស្ដេចខ្មោចពួកគេបានរកឃើញទីតាំងរបស់វានៅក្នុងរោងចក្រចាស់មួយនៅជិតតំបន់កំពង់ផែនៅទីនោះពួកគេបានឃើញភាពភ័យរន្ធត់ដ៏គួរឲ្យខ្លាចខ្មោចឆ្លាតរាប់រយក្បាលកំពុងតែធ្វើការដូចជាទាហានដឹកនាំដោយស្ដេចខ្មោចបរិសុទ្ធម្នាក់ដែលមានរាងកាយពាក់កណ្ដាលជាមនុស្សពាក់កណ្ដាលជាខ្មោចជាមួយនឹងភ្នែកដែលហាក់អាចមើលឃើញជ្រៅទៅក្នុងដួងព្រលឹងអ្នកគិតថាអាចបញ្ឈប់ខ្ញុំបានឬស្ដេចខ្មោចនិយាយដោយសំឡេងខ្លាំងៗដែលធ្វើឲ្យឆ្អឹងខ្នងរបស់លីណាប្រែជាត្រជាក់ស្រេបសុភ័ក្របានបាញ់កំភ្លើងប៉ុន្តែស្ដេចខ្មោចបានគេចយ៉ាងងាយការប្រយុទ្ធកាត់ឡើងដោយខ្មោចឆ្លាតរាប់សិបក្បាលបានលូតមកលីណាបានប្រើថ្នាំប្រឆាំងមេរោគប៉ុន្តែវាមិនមានប្រសិទ្ធភាពទេនៅពេលគ្រោះថ្នាក់ខ្លាំងសុភ័ក្របានរុញលីណាចូលទៅក្នុងបន្ទប់សុវត្ថិភាពហើយបានបិទទ្វារដោយខ្លួនឯងនៅខាងក្រៅហើយគេស្រែកថារស់នៅបន្តទៀតទៅសូមរស់នៅឲ្យល្អគាត់ស្រែកមុនពេលដែលខ្មោចឆ្លាតចាប់ឲ្យគាត់ជាបំណែកលីណាដែលនៅជាប់នៅក្នុងបន្ទប់សុវត្ថិភាពបានរកឃើញកំណត់ហេតុរបស់វិធីក្នុងនោះគាត់បានសរសេរថាមេរោគអាចត្រូវបានបំផ្លាញទាំងស្រុងប្រសិនបើអាចបំផ្ទុះរេអាក់ទ័រនៅក្នុងមន្ទីរពិសោធន៍ប៉ុន្តែវានឹងបំផ្លាញទីក្រុងទាំងមូលដោយគ្មានជំរឿសផ្សេងលីណាបានរត់ខ្លួនត្រឡប់ទៅមន្ទីរពិសោធន៍ទៅទីនោះនាងបានឃើញស្ដេចខ្មោចកំពុងតែរងចាំអ្នកនឹងមិនអាចបញ្ឈប់អ្វីបាននោះទេស្ដេចខ្មោចនិយាយប៉ុន្តែលីណាបានបោកគ្រាប់បែកផ្សែងនៅចុងក្រោយរបស់នាងហើយរត់ទៅកាន់បន្ទប់រេអាក់ទ័រដោយដៃញ័រនាងបានចុចប៊ូតុងបំផ្ទុះឡើងសំឡេងផ្ទុះដ៏សែនខ្លាំងពន្លឺចាំងដល់មេឃលាបត្របាក់ទីក្រុងទាំងខ្មោចស៊ូមប៊ីទាំងអស់រួមទាំងស្ដេចខ្មោចត្រូវបានបំផ្លាញប៉ុន្តែលីណាក៏បានលះបង់ជីវិតរបស់នាងផងដែរនៅទីបញ្ចប់ទីក្រុងភ្នំពេញបានคล้ายទៅជាទីក្រុងបាក់បែកប៉ុន្តែមេរោគត្រូវបានលុបបំបាត់អ្នករស់រាននៅតំបន់ផ្សេងបានចាប់ផ្ដើមស្ដារជីវិតឡើងវិញដោយនៅសល់តែរឿងរ៉ាវនៃភាពក្លាហានរបស់សុភ័ក្រស៊ីថានិងលីណា